រឿងអានិសង្សជាមួយនឹងបងប្អូនណាបើបងប្អូនមិនយល់ថាបុណ្យជាស្អីណាបងប្អូនស្គាល់អំពើល្អបុណ្យគឺជាអំពើល្អបញ្ញកិរិយាវត្ថុបុណ្យអំពើល្អអាទាំងអស់ហ្នឹងមានន័យដូចគ្នាបុណ្យបើបងប្អូនមិនស្គាល់ពាក្យថាបុណ្យទេអំពើល្អចាប់ផ្ដើមពីបងប្អូនសួរថាតើធ្វើបុណ្យស្អីបានស្អីអស់បុណ្យទំនឹងហ្មងអស់បុណ្យទំនឹងហ្មងតើបងប្អូនកញ្ញែកខ្ញុំនឹងរឿងបុណ្យបានស្អីហ្នឹងអស់បុណ្យនឹងទៅនឹងហ្មងអស់សេចក្តីល្អត្រង់ហ្នឹងហ្មងបងប្អូនចង់ជួយគេបងប្អូនមើលឃើញតែពិបាកជួយទៅឈប់កញ្ញែកខ្ញុំថាបានស្អីមិនបានស្អីចំណែកប្រពុតទៅលោកមើលពីក្រៅមកឯណោះលោកសម្គាល់ទៅណាលោកដឹងថាណោមនុស្សអញ្ចឹងដែលវាជួយគេមិនដែលគិតអីអាហ្នឹងធ្វើបុណ្យណាអាហ្នឹងឯងតែកើតនៅឋានសួគ៌ប្រពុតទៅលោកគាត់សម្គាល់ពីក្រៅមកតាតែអាសម័យខ្លួនអត់មានកញ្ញែកខ្ញុំនឹងរឿងបុណ្យហ្នឹងបានស្អីណាពេលដែលវាធ្វើវាឃើញអាណាអត់វាឲ្យអាហ្នឹងហ្មងវាមិនដែលប្រចាំណាស់តែណាបើអញធ្វើអាហ្នឹងបានបុណ្យអត់វាអត់ដែលគិតអញ្ចឹងទេណាអាសម័យខ្លួនរបស់វាណាវាឃើញអ្នកក្រត្រូវឲ្យអ្នកក្រវាមើលទៅឃើញប្រសងលោកអត់ឲ្យប្រសងមើលទៅឃើញពួកម៉ាក់ខ្វះសភៅឲ្យសភៅមើលឃើញពួកម៉ាក់ល្ងងបយលវាអត់បានគិតកញ្ញែកខ្ញុំនឹងថាតើអញធ្វើអញ្ចឹងទៅបានស្អីមកអញណាវាអត់គិតទេណាប៉ុន្តែព្រះសម្មាសម្ពុទ្ធធ្វើការកត់សម្គាល់ពីលើផ្ទះមកមើលទៅណាឆ្អល់ប្រាប់យើងដែលអង្គុយក្បែរព្រះអង្គណកកូនដែលហៅថាបុណ្យចង់កូនណាបុណ្យណានោះជួយអ្នកដតីដែលអត់ចង់បានអីនោះកូនមើលអាកូននោះនេះទង្វើហ្នឹងបុណ្យណាអាបុណ្យអញ្ចឹងនាំសត្វឲ្យចុតិបដិសន្ធិក្នុងសុគតិភពណាកូនចាប់ពីលឺពាក្យនឹងមកអាអ្នកអង្គុយក្បែរប្រពុតនេះចាប់ដើមធ្វើអីតម្រង់ហ្មងរកស្អីឲ្យបានមកអញណាចាប់ពីថ្ងៃហ្នឹងទៅគឺថ្ងៃអាលាយហ្មងដែលហៅថាបុណ្យគឺអំពើល្អដែលហៅថាអំពើល្អអត់កញ្ញែងកញ្ញំនឹងរឿងអញទេអត់ដែលសួរទេបើបងប្អូនកាន់ក្បាលមេក្រូហើយនៅតែមានចិត្តចង់សួរថាណែបងមើលបងនិយាយប្រាប់ខ្ញុំឲ្យធ្វើម៉េចឲ្យវាចំបុណ្យណាខ្ញុំស្ទង់ក្នុងចិត្តហ្នឹងអាហ្នឹងកញ្ញែងកញ្ញំនឹងរឿងបុណ្យហ្នឹងកញ្ញែងកញ្ញំនឹងរឿងចង់កើតទៅនេះកើតទៅនោះចង់បានស្អីមកអញហ្នឹងតែកញ្ញែងកញ្ញំអញ្ចឹងហើយលែងនិយាយពីរឿងបុណ្យណាអំពើល្អអត់មានកញ្ញែងកញ្ញំនឹងប្រយោជន៍តខ្លួនទេតែនិយាយពីអំពើល្អធ្វើទៅហ្មងនិយាយពីអានិសង្សអាហ្នឹងជាវិបាកមិនមែនជាគោលដៅទេឧបមាថាយើងចង់ទៅអ្នកលឿងគោលដៅគឺអ្នកលឿងយើងទៅដល់ឬមិនដល់ជាលទ្ធផលពីព្រោះយើងចុចចំណុចមួយគឺអ្នកលឿងជាគោលដៅដែលយើងត្រូវទៅយើងទៅដល់ឬមិនដល់គឺជាលទ្ធផលតែដល់ពេលយើងដើរទៅចាប់តែវាបែកញើសអាណាចង់អានិសង្សវាជាវិបាកវាមានចង់ស្អីយើងជួយគេគ្មានចង់បានអីទាំងអស់ចាប់តែគេស្រឡាញ់ពេញភូមិមានណាចង់បានស្អីតែយើងទៅធ្វើពីព្រោះយើងចង់ឲ្យគេស្រឡាញ់ពេញភូមិអាហ្នឹងអាចជាគ្នាវាអត់មានអានិសង្សស្អីទេព្រោះអានិសង្សកើតមកពីទង្វើបុណ្យជាវិបាកនៃទង្វើបុណ្យដែលហៅថាទង្វើបុណ្យគឺលះទៅគ្មានកញ្ញែងកញ្ញំនឹងរឿងអញទេតើតែលះទៅលែងកញ្ញែងកញ្ញំនឹងរឿងអញបានហៅថាបុណ្យតើតែបុណ្យបានមានគេស្រឡាញ់វាអញ្ចឹងហើយដល់ពេលយើងសួរថាខ្ញុំធ្វើអីបានអានិសង្សអានឹងកញ្ញែងកញ្ញំអានឹងកញ្ញែងកញ្ញំអានឹងក្បាលមកស្បែកជើងត្រូវមនុស្សល្អណាបងប្អូនជួយគេគ្មានចាំបានអីទេអានឹងឲ្យឋានសួគ៌ណាគិតអីត្មងមិនដែលខ្វល់ថាអញធ្វើអញ្ចឹងទៅបានទៅនេះបានទៅនោះមិនដែលគិតឃើញអ្នកអត់ឲ្យអ្នកអត់ឃើញអ្នកក្រឲ្យអ្នកក្រមិនសួរគេថាតើតែធ្វើអញ្ចេះបានមកអញបានអញធ្វើអានឹងមិនប៉ុនទេយាយសប្ថ្ងៃគាត់ទៅតាមផ្លូវហ្នឹងយាយគាត់ធ្វើសប្ថ្ងៃបងប្អូនបើបើកទ្វារនរុឲ្យគាត់មើលបានជើមនៅឋាននរុឲ្យយាយហ្នឹងជើមនៅនោះប្រពុតឯណាទៅបង្រៀនមនុស្សឲ្យចិត្តអាក្រក់អញ្ចឹងបងប្អូនប្រពុតឯណាទៅបង្រៀនមនុស្សឲ្យអាត្មានិយមអញ្ចឹងម្ចាស់ថ្លៃប្រពុតល្អណាស់ទៅណាស់បងប្អូនប្រពុតមិនដែលចង់បានស្អីពីអ្នកណាទេប្រពុតល្អណាស់ហើយយាយសប្ងៃគាត់ថាគាត់ដើរតាមដំណើររបស់ប្រពុតពួកគាត់ចង់បានបុណ្យពីប្រពុតហ្នឹងគាត់យល់ថាថ្វាយអង្គមប្រពុតបានបុណ្យទៅគាត់ហ្នឹងបើគេថាជេរប្រពុតបានបុណ្យទៅគាត់ជេរទៀតណាយាយសប្ថ្ងៃហ្នឹងតែថាគាត់ស្រឡាញ់ប្រពុតហ្នឹងគាត់ស្រឡាញ់ខ្លួនឯងទេអញ្ចឹងបានខ្ញុំថាបើមានឋាននរុហើយបើកឲ្យមើលបានយាយជើមក្បាលនេះនៅនោះយាយនៅនោះថាអញ្ចឹងខឹងខ្ញុំងាប់ខឹងខ្ញុំខឹងដាច់បាត់ឲ្យខ្ទុយប៉ុន្តែខ្ញុំសូមប្រកាសទៅវិញស៊ីបាយផ្ទះខ្ញុំមកសំណោះទៅស៊ីបាយយាយឯងយកទៅគិតពាក្យសម្ដីខ្ញុំយូរខំវាស្នានិយាយទៅអញធ្វើតែទេសតថ្ងៃខ្ញុំមានចង់បានអីបងប្អូនខ្ញុំនិយាយការពិតបើលោកយាយលោកតានឹងគាត់ធ្វើទៅបានប៉ុនណាឡើងឋានសួគ៌ទៅបីខ្ញុំថាជាលោកក៏វាត្រូវដែរប៉ុន្តែប្រយ័ត្នខ្ញុំនិយាយត្រូវបងប្អូនយកពាក្យខ្ញុំទៅគិត